Bà chẳng xong xóa cống cho các và tập ở bên nâng cao riêng video nâng cao chạy lại bật sọt cho mùi nâng comment Linux rồi có riêng cho mùi nâng basic comment Linux nâng nông ngờ và nâng xe nổ Linux dưới chẳng cho vì episode tí mối cứ như bạn riêng ở school rồi có understanding the basic Linux ở vậy chứ chỉ thơm nó đô lá cho mùi nâng trung chúng với mình ở này định mấy anh cứ động mò user hay cứ chỉ user root hay nâng những bằng hai pin động mò user hay nâng comment who am I để sau vì ní hay sau vì dương chị ấy hay nâng comment PWD hay nâng LF mua dần luôn chẳng episode TP ní cứ dương nâng detail vì để tông cho mình nâng file folder hay nâng cả create edit copy rồi có move rồi có biểu from cả delete file rồi có link chỉ đào chẳng vì dương miền hai chiềuประมาณจะน้อยcàng cao ní thì mỗi cứ để tông cho mình hai đơn file làm tóm bắt biểu copy chọn môi nâng chọn phí shortcut rồi có breath expansion đó hay tóm bắt cho nâng create empty file mỗi thọt vi rồi có cat rồi cho mình vi rồi có vi âm deep diving từ là modeประเภท I หรือ A ดี W บวกជាមួយនឹង nano mention តែទាំងអស់នេះអញ្ចឹង purpose នេះគឺយើងនឹងអាចដឹងអំពីក្នុងការ manage file folder confidently ជាងមុនអូខេអញ្ចឹងតើតងបន្តពី previous video episode ទី1របស់យើងអញ្ចឹងចូលទី1គឺយើងនឹងស្គាល់ពី hidden file ឬក៏ directory បូកជាមួយនឹង dot notation ចុច1ឬក៏ចុច2ហ្នឹងអញ្ចឹងតើតងជាមួយនឹង file folder វា start ជាមួយនឹងចុច1គឺយើងដឹងហើយខ្ញុំ review ឡើងវិញវាគឺជាប្រភេទ hidden ហើយបើយើងcomment ពាក្យថា ls យើងឆែកមើលទៅលើ file របស់យើងដែលមានបន្សំមិញគឺខ្ញុំបានបង្កើតមានប៉ុណ្ណេះ file ដែលមិនមែនជា hidden file ហើយបើយើងចង់មើលទៅលើ hidden file គឺយើង ls ជាមួយនឹង -al គឺវានឹង list ទាំង hidden ហើយនឹងទាំង out hidden file មកអូខេចំពោះចុច1អញ្ចឹងដល់ឥឡូវនេះគឺយើងមានឆ្ងល់កន្លែងថាអានេះចុច1ហើយនេះគឺចុច2អញ្ចឹងកន្លែងនេះគឺចុច1មានន័យថាជា current directory របស់យើងគឺឈ្មោះថា Chitra admin អញ្ចឹងទៅហើយចុច2គឺជា parent directory របស់យើងអញ្ចឹងនៅក្នុង user អានេះដោយសារតែខ្ញុំ start នៅក្នុងដុល្លារវាជា user Chitra ជា user អញ្ចឹងមិនមែនខ្ញុំមិនមែនជា root ទេប៉ុន្តែ user ខ្ញុំស្ថិតនៅក្នុង parent របស់ខ្ញុំគឺ root អញ្ចឹងបើយើង switch ទៅកាន់ root វិញយើងដាក់ថា switch ដោយ comment ពាក្យថា su គឺ switch ទៅកាន់ user root ដោយតម្រូវទាមទារយើងវាយនៅ password របស់យើងចុះអូខេអញ្ចឹងយើងមកសញ្ញាត្រង់ជុំចុះមានន័យថាយើងជា root ហើយដែលយើង comment pwd ឆែកមើលឬក៏ who am I គឺយើងជា root អូខេអញ្ចឹងមកដល់កន្លែងនេះគឺយើងបានរំលឹកពីម្សិលមិញតាក់ទងជាមួយនឹងការ create file ហើយខ្ញុំស៊ូមកចិត្តថាហើយយើងធ្វើយើងការ create file យើងប្រើពាក្យថា torch ហើយយើង create file secret មួយទៀតយើងដាក់ថាជាប្រភេទ secret secret .txt យើងបង្កើតជា create hidden file ហើយបន្ទាប់មកយើង create នៅ folder គឺមាន command មួយសម្រាប់នេះគឺសម្រាប់ create នៅ hidden file មាន command មួយទៀតយើងអាចដែលក្នុងការបង្កើត folder គឺ make dir គឺ mkdir គឺ make directory ឬក៏ create នៅ hidden folder បើសិនជាយើងដូចគ្នាដែរយើងចង់ create ជាប្រភេទ folder ហើយបន្ទាប់មកឡើងនេះគឺ name folder ថា new folder អញ្ចឹងទៅឡើងនេះយើងគ្រាន់តែបង្កើត folder គឺដាក់ពាក្យថា make directory ឬក៏ make dir ហើយបន្ទាប់មកឈ្មោះ folder របស់យើងអញ្ចឹងឡើងនេះដូចគ្នាដូចទៅនឹង file ដែរបើសិនជាយើងចង់ create ជាប្រភេទនៅ hidden folder គឺយើង dot ហើយដាក់ពាក្យថា private ឧទាហរណ៍ថាអីផ្សេងទៅដែលខ្ញុំសូមដាក់ឈ្មោះថា private អញ្ចឹងគ្រាន់តែយើង slash ភ្ជាប់ជាមួយនឹងការជាមួយនឹង dot ពីមុខគឺវាជាប្រភេទ folder private អញ្ចឹងយើង create 2គឺទី1គឺ create file secret ដែលជាប្រភេទ hidden file ហើយមួយទៀតគឺ mkdir គឺប្រភេទ command create នៅ folder ខ្ញុំ create ជាមួយនឹង folder មួយដែលជា private folder ឈ្មោះថា private បន្ទាប់មកយើង ls មើលមកគឺថាពីហ្នឹងគឺវានឹងមិន show មកទេដោយសារតែយើង create គឺសុទ្ធតែមាន dot ពីមុខទាំងអស់អញ្ចឹងមានន័យថាទាំងពីរហ្នឹងគឺសុទ្ធតែ private វាអត់មានអីបង្ហាញមកទេតែបើយើងចង់ឃើញពី file ហ្នឹងទី1 file ទី1 folder យើង ls/a មកគឺយើងនឹងឃើញអញ្ចឹងវានឹងបង្ហាញប្រាប់ថាចុច1នេះវាមានអីគេវាមានអានេះវាមកទាំងអស់រួមបើយើងចង់មើល detail មួយយើងអាចពាក្យថា ls/al អញ្ចឹងវាបង្ហាញប្រាប់ហើយនេះអញ្ចឹងយើងមាន file នេះមួយជាប្រភេទ private file នេះជាប្រភេទ private ហើយនេះអត់ private ទេដែលយើងឃើញបង្ហាញខាងលើហ្នឹងវាមាន3 file ដែលមិនមែនជា private ខាងនេះអញ្ចឹង hidden secret file របស់យើងនិយាយនៅខាងក្រោមនេះវាបង្ហាញហើយអញ្ចឹងពណ៌នេះគឺប្រាប់ថាជាប្រភេទ folder ចុចមួយពីមុខនេះគឺជា private folder private អូខេអញ្ចឹងយើងបង្ហាញ ls ហ្នឹងវានឹង show detail មកកាន់នេះអូខេអញ្ចឹងយើងនឹងឃើញ file ដែលយើងបង្កើត recently ថ្មីៗមុនហ្នឹងគឺ .secret ហើយនឹង private file folder ផងដែរអូខេអញ្ចឹងឃើញគ្នាយើងឃើញមិញគឺ comment mkdir ហើយបន្ទាប់មក slash new folder ដែលយើងស្អីថាចេះ mkdir ហើយបន្ទាប់មក slash ឬក៏ dot slash ជាមួយនឹង new folder អញ្ចឹងគឺវាដូចជាមួយនឹងខ្ញុំប្រើប្រាស់ comment អញ្ចឹង comment មួយនេះគឺវាដូចគ្នាជាមួយនឹង mkdir new folder ដែរមានន័យថាយើងកំពុងតែ stand នៅ current directory ហើយ create នៅ folder create
create នៅ current directory ឬក៏អាចមួយទៀតគឺ new folder ចឹងមិនមែនឃើញមិនឃើញ mkdir ឃើញខ្ញុំចុចពីមុខចេះហើយខ្ញុំ slash ដាក់ new folder អាហ្នឹងជា file secret មែនទេវាគ្រាន់តែជា create file ដែរប៉ុន្តែវាមិនមែន file secret ទេអូខេ ls មកគឺខ្ញុំឃើញពាក្យថា new file តិចមក new folder មកឃើញទេចឹងពីមុខនេះមានចុចមែនប៉ុន្តែវាមានមួយ slash ចឹងមានន័យថាយើងបង្កើត folder ហ្នឹងនៅ current directory ហ្នឹងមានន័យថា current directory របស់យើងបើយើងដាក់ចុចគេថា mkdir ហើយបានចុច new folder ចេះអានេះបាន private folder ព្រោះថាខ្ញុំ enter ទៅខ្ញុំមានន័យថា new folder មួយគឺជា private ចឹងពេលខ្ញុំ ls វាឃើញ new folder ពេលខ្ញុំ ls -a -al ចឹងវាមាន new folder 2មួយ private មួយ out private នេះគឺខ្ញុំដាក់ name វា duplicate ហើយអូខេចឹងមួយទៀតគឺមាន comment ពិសេសមួយទៀតបើសិនជាយើងចង់ create folder ឧទាហរណ៍ថា my directory ទី1ទី2ទី3ចឹងយើងអាច create file បានលឿននៅក្នុង Linux គឺយើងមាន comment ថា mkdir make dir ហើយបន្ទាប់មកយើងដាក់ថា my directory ឬក៏ my dir ហើយខ្ញុំចង់ create ពី1ដល់3ចឹងខ្ញុំបើក curly brace 1ចុច2ចឹងមកហើយដាក់ដល់3មកចឹងវានឹង create ខ្ញុំ my directory ពី1ដល់3ចឹងក្នុងការបង្កើត folder 3ក្នុងពេល my comment តែប៉ុណ្ណោះហ្នឹងគឺជា powerful នៃ Linux ចឹងពេលខ្ញុំ ls ហោះគឺមាន my directory ទី1ឃើញគ្នា post file ហ្នឹងគឺ my directory ទី1ទី2និងទី3ចឹងនេះគឺជា shortcut mkdir ក្នុងការ create folder ហើយយើង create បាន3 folder ក្នុងពេលដែលយើងបើសិនយើងចង់ create ច្រើនចឹងណាយើងអាច create ពី1ដល់100ចឹងយើងគាត់ slash ដល់100ទៅគឺយើងបាន100 folder ភ្លាមអូខេចឹង Linux អ្វីដែលវា start ជាមួយនឹង dot ឬក៏ចុចហ្នឹងគឺជា hidden វាដូចជាប្រភេទ secret configuration file ចឹងដែលវាមាននៅក្នុងហ្នឹងឧទាហរណ៍ក្នុងនេះវាមាន bash history bash logout bash profile អីហ្នឹងគឺវាសុទ្ធតែជាប្រភេទ configuration file ផ្សេងៗ history របស់យើង sorry អញ្ចឹងយើងនឹង create ប្រភេទ type 1ដល់មកយើង lsc យើងបានធ្វើ create នៅប្រភេទ folder ហើយយើង ls មកគឺវាអត់ show មកទេអូខេអញ្ចឹងចំពោះប៉ុណ្ណេះគឺយើងរបៀបក្នុងការ create file និង create folder អញ្ចឹងបើសិនជាយើងអត់ចង់ឲ្យវាសូរញ៉ៃច្រើនពេកក្នុងការប្រើប្រាស់ឬក៏ comfortable ជាមួយនឹង terminal របស់ Linux នេះគឺយើងអាច comment ពាក្យថា clear ដើម្បីសម្អាត terminal របស់យើងមកគឺ everything គឺស្ថិតនៅក្នុង one terminal សម្រាប់ Linux តែជាដំបូងគឺយើងត្រូវរៀនស្គាល់ពី basic syntax ឬក៏ command របស់វាតិចតួចហ្នឹងដើម្បីយើងអាចយល់ទៅយើងសំគុំយើងអាចបានដឹងច្រើនអញ្ចឹងតើតងចំណុចទី3ដែលខ្ញុំចង់មកលើកបង្ហាញប្រាប់គ្នាយើងទៀតហ្នឹងគឺយើងនឹងស្គាល់អូខេឥឡូវតើតងជាមួយនឹង 1.1.2 យើងបាននិយាយគ្នាហើយជាមួយនឹង create នៅ empty file torch via cat អូខេ vim អូខេ vim អូខេអញ្ចឹងយើងនឹង review ជាមួយនឹងការ create empty file ម្ដងទៀតជាមួយនឹង multiple way បើសិនអញ្ចឹងដូចខ្ញុំម្សិលមិញដែលខ្ញុំបាន detail ប្រាប់គ្នាអញ្ចឹងជាមួយនឹង comment ពាក្យថា torch នេះហើយគឺក្នុងការ create file តោះមកយើងចង់ create file ឈ្មោះអីឧទាហរណ៍ខ្ញុំដាក់ថា empty t1.txt អញ្ចឹងនេះគឺជាការ create file ដែលវាលឿនហើយតែវា empty វាមានន័យទេអញ្ចឹងពេលដែលខ្ញុំ cat មានន័យថាខ្ញុំ read file comment read file គឺ save ពាក្យ cat ហើយនឹងដាក់ឈ្មោះ file របស់យើង empty1.txt វាប្រកបជាអត់សយថាវាអត់បានសរសេរអីចូល file ហ្នឹងទេអញ្ចឹងដើម្បី open editor ទៅលើ file ហ្នឹងក្នុងការសរសេរ something អ្វីមួយគឺយើងប្រើ vi vim ហើយនឹង nano អ្វីខ្ញុំបាន mention ពីវីដេអូមុនអញ្ចឹងចំពោះ vi ហើយខ្ញុំយកទៅលើឥឡូវខ្ញុំបង្កើត folder មួយទៀតឬក៏ file មួយទៀត empty2.txt អញ្ចឹងវានឹងបើក file វានឹង open editor ហើយយើងនឹង press i ដើម្បី insert វាអូខេវា open editor ហើយជាទូទៅគឺយើងនឹងត្រូវចុច i មួយពេលដែលវា start ថ្មីយើងចុចអក្សរ i មួយដើម្បីខាងក្រោមនេះវាដូចពាក្យថា insert អញ្ចឹងយើងអាចបញ្ចូលទៅនៅក្នុង file របស់នេះអូខេឥឡូវខ្ញុំដាក់ថា hello from t2 អូខេតោះមកយើងនឹងចុចពាក្យថា escape ហើយយើងចុច2ហើយវាលោតចុច2នៅខាងក្រោមនេះសញ្ញានេះចុច2នេះហើយបន្ទាប់មកយើងយកពាក្យថា w គឺមានន័យថា save ហើយយកពាក្យថា q គឺពាក្យថា quick គឺយើង enter មកយ៉ាហើយពេលដែលយើង cat ជាមួយនឹង file empt2.txt គឺយើងនឹងឃើញពាក្យថាអូនេះខ្ញុំសរសេរខុសហើយ file ខ្ញុំសរសេរខុសមក cat empt2.txt empt2 txt អូខ្ញុំដាក់ C អូខេ file directory ខ្ញុំ ls យើងមានពាក្យថា empt2.txt អូខេអញ្ចឹងយើង vi ជាមួយ empt2.txt យើងឃើញ e2 ហើយយើង escape
E ដើម្បី insert នឹងថា add more escape / quick E insert escape pwq okay cat emt ty p.txt okay គឺ read បាន hello from Intel ហើយនឹង add more Windows recently មិញប្រហែលជាខ្ញុំ cat emp នេះខ្ញុំសរសេរខុសហើយនេះគឺ C ហើយនេះ save play តេអូខេខ្ញុំសរសេរខុសយប់មើលសិនហើយអូខេបន្ទាប់មកគឺយើង cat mt ដើម្បី control វាគេមួយទៀតក្នុងការ create file ដូចគ្នាដែរដូចជាមាន command ទៀតគឺ cat ហើយយើងប្រើពាក្យថា mt 3.txt នេះ file ទី3ចុះយើង read ហើយបើក open នេះពីខាងហ្នឹងទៅមកយើង control D យើង ls យើងឃើញពី mt 3ក្នុងការបង្កើតនេះដូចគ្នាដែរអូខេអញ្ចឹងខ្ញុំប្រើឥឡូវយើង command cat ទៅមុខនេះយើងអាច create file មក hello test file យើង command C មកដល់មកយើង cat test file .txt ចឹងយើងឃើញ hello file ឡើយនេះវាមានន័យថាយើងអត់ចូលទៅ open editor តែយើងសរសេរទៅនឹងយកមកយើង cat យើង write លើនឹងយកតែមកវាជា fast hand មួយ command cat ទៅចេះហើយយើងដាក់ថា new file mt5.txt ចឹងយើងអាចសរសេរនៅលើបានបើសិនជាយើងអត់ comfortable ជាមួយ editor របស់ VI ឬក៏ VM តែជាទូទៅគឺ configuration ផ្សេងៗគឺនៅលើ VI ឬ VM ចឹងយើងគួរ copy ចេះ VI ឬក៏ VM ទៅចឹងនេះដាក់ថាសរសេរខ្ញុំ write ចូលទៅ file mt5 ហ្នឹងដាក់ថា is background mt5 យើង control C ដើម្បីបញ្ចប់ឬក៏ control D ក៏បានហើយបន្ទាប់មកយើង read file ឡើងវិញមក cat mt5.txt នេះគឺ hello here is text from mt5 នឹងយើងអាច manually សរសេរភ្លាមៗតែមិនចាំបាច់បើក editor បាន yeah វាគឺជា quick one ជា fast hand មួយអូខេអញ្ចឹងតាក់ទងជាមួយនឹងប្រភេទ text editor VI VIM ឬក៏ Nano ដែលយើងបានជន់3ហ្នឹងអញ្ចឹង VI វា everywhere in Linux យើងអាចនិយាយបានអញ្ចឹងវា default ជាទូទៅនៅក្នុង Linux គឺអ្វីដែលយើងបើក set មកគឺវាអត់មាន GUI ដូច Windows ទេហើយ Linux នេះក៏យើងភាគច្រើនគឺ most popular គេប្រើទៅលើ terminal ច្រើនជាងអញ្ចឹងគឺបើ VIM វា improve version នៃ VI វាគ្រាន់តែប៉ុណ្្នឹងទេប៉ុន្តែបើ Nano is អាចនិយាយបានថាវា beginner វា friendly but វាមិនមែនចេះតែ install មកប្រើបានទេព្រោះថា Nano វាជាប្រភេទ editor មួយដែលអាចថាយើងពិបាកក្នុងការងាយយល់តែស្និទ្ធយូរទៅគឺវារៀង more friendly ជាងគាត់ថាយើងNano new ឃើញអញ្ចឹងយើងអាចសរសេរបាននៅលើនឹងផ្សេងទៅ hello ចឹងវាមាន GUI វាមានកន្លែងនេះប្រាប់វាកន្លែងណា exit command AA ប្រាប់ read out read file control F នេះគឺ where is control slash នេះ replace control K វាកាត់អញ្ចឹងវាមានវា better interface វាមាន better interface ហើយវាមាន menu សម្រាប់ប្រាប់យើងអញ្ចឹងណាជាងយើង control X មក exit អញ្ចឹងទៅវានឹងសួរថា shall modify buffer អត់តាក់ទងជាមួយ clear line ហើយ buffer ហ្នឹងអញ្ចឹងបើយើង yes យើងយកវាថា yes អញ្ចឹងទៅហើយបើយើង cancel ឬក៏អីនេះអញ្ចឹងទៅអូខេអញ្ចឹងយើង cat new គឺមានពាក្យ hello ហ្នឹងគឺការសរសេរក្នុង editor Nano ហ្នឹងអូខេអញ្ចឹងចូល comment បន្ទាប់ទៀតតាក់ទងជាមួយនឹងយើងមាន comment មួយគឺ DD មានន័យថា delete line yes DD គឺយើង delete line clear ls មើលអញ្ចឹងយើងមានប្រមាណ file ខាងលើនេះដែលយើង save អញ្ចឹងយើងនឹង detail បង្ហាញជាមួយនឹងខ្ញុំ test ជាមួយនឹង VI practice stage មួយហើយយើងនឹងមាន comment បន្ថែមទៀតក្នុងការ perform នៅក្នុង VI អញ្ចឹងជាមួយនឹង VI ខ្ញុំបង្កើតជាមួយនឹង practice.txt មួយអូខេអញ្ចឹងនេះជាផ្ទាំង VI របស់យើងអញ្ចឹងយើងត្រូវដឹងខ្លះពីតទៅជាមួយនឹង VI ឧទាហរណ៍ថាយើងចុច E ដើម្បីឲ្យវាលោតខាងក្រោមលើពេល insert គឺយើងអាចចាប់ដើម hello buffer ទី2យើងទៅដាក់ថាABC អញ្ចឹងទៅអញ្ចឹងយើងចង់ជាមួយនឹង delete ឬក៏ក្នុងការ delete double line អញ្ចឹងមិន exit អញ្ចឹងមកអញ្ចឹងបើយើងចង់ delete double line យើងអាចនិយាយថា DD វានឹង delete file អានេះគឺ delete មានន័យថា delete text នៅលើ editor ហ្នឹង
ថាខ្ញុំដាក់ក្នុងនេះ dd 2 dd delete dd delete អូខេបើយើងចាស់ដាក់ចុចអក្សរ u គឺវា undo វា back មកវិញអ្វីដែលយើងបានសរសេរយើងចុច u មកវា count back មកវិញឃើញទេអូខេអញ្ចឹងវា already close ហើយចំពោះពេលយើងចុច escape យើងចុចពាក្យ w ឬក៏យើងចុចពាក្យថា slash w គឺខ្ញុំបានប្រាប់មុនហ្នឹងគឺវា save ហ្នឹងសម្រាប់ការ save ឥឡូវខ្ញុំសរសេរ something ក្នុងនេះសិនយើងចុច e ដើម្បី insert ដើម្បីលុបសញ្ញា insert ចាស់យើង start hello world I love Linux អូខេយើង dd យើង press escape សិនឲ្យវាបាត់អក្សរ insert សិនយើង press escape ចេញមកយើងចាប់ផ្ដើមដើរជាមួយនឹង command របស់យើង dd មកគឺលុប double វាគាត់ថាមិន double ទេវា delete line មួយ line ថាយើងដាក់នេះនៅលើណាគឺវា dd លេខហ្នឹងគឺវាលុប delete line ហ្នឹងហើយបើយើង u មកគឺ back មកវិញអូខេអញ្ចឹងយើង escape ហើយយើងចុច2ហើយ w ហើយ q quick save ហើយ quick cat practice dash tt សរសេរខុសទៀតហើយ cat practice.txt អូខេ hello world I love Linux បើសិនជាយើងចង់ចេញ without save អូខេយើងបើក vi practice vi practice.tt នេះគឺ new បើយើងចង់ចេញដោយមិន save ថាឥឡូវខ្ញុំ create file practice មួយទៀតគឺខ្ញុំដាក់ថា e insert មកយើងនឹងដាក់ថា hi បន្ទាប់មកយើង escape ហើយយើងចុច2ហើយយើង q quick ហើយដាក់សញ្ញាមិនមានន័យថាយើងអត់ save វាទេយើង force quick វាចេញមកអញ្ចឹងពេលខ្ញុំ cat practice តែគឺ cat practice.txt អត់មាន file ហ្នឹងទេគឺអត់ save ខ្ញុំ ls អូខេអញ្ចឹង ls គឺយើងមាន file practice ទី1របស់យើងតែ practice ទី2អត់មានទេខ្ញុំគួរតែ save ឈ្មោះ file ឲ្យខុសគ្នាកុំឲ្យយើងច្រឡំអញ្ចឹងឥឡូវខ្ញុំការទី2ហើយនឹងខ្ញុំ comment quick save អញ្ចឹងចំពោះ create នៅ file practice ទី1យើងសារខ្ញុំ save ពាក្យ practice កន្លែងនេះខុសបន្តិចខ្ញុំ create ឈ្មោះ file ខុសថ្ងៃទី1របស់យើងគឺមានតែឥឡូវ file ទី2គឺយើង create ថាឥឡូវដាក់ឈ្មោះថា empty6.txt អូខេអញ្ចឹងយើងដាក់ e ដើម្បី insert វាថា hello Linux ហើយយើង escape ចុច2 q quick ហើយមិនមានន័យថាយើង force quick មិន save សញ្ញាមិនតោះមកយើង cat ជាមួយ empty 6.txt វាប្រកាសជាអត់មាន file អីទេអត់មានតិចអីទេអូខេ that's it អញ្ចឹងនៅក្នុង empty6.txt អត់មានយើងអត់មានសេនៅក្នុងទេតែយើង ls មកឃើញ empty 6 not គឺមាននេះ empty វាអត់ save មានន័យថាយើងអត់ save file ហ្នឹងទេវាអត់មាន file ហ្នឹងអូខេអញ្ចឹងចំពោះ nano ឥឡូវយើងបង្កើតនៅក្នុង nano ម្ដងទៀតយើងវិលចុះឡើងដើម្បីឲ្យងាយស្រួលចាំ nano test file តេក្នុងនេះមាន test file ហ្នឹងអូ test file ខ្ញុំបង្កើតហើយដាក់ empty 7 empty 7.txt យើងបង្កើត file មួយជាប្រភេទ GNU nano 8.1 ហើយយើងដាក់ថា practice practice nano ចុះមក hello ឥឡូវយើងបន្តពីយើងវាយអស់ហើយយើងនឹង click control O ដើម្បី save វានឹងសួរយើងឥឡូវ write file ហើយបន្តមក control X ដើម្បី exit ហើយ write file យើង control O chúng taខ្ញុំនៅលើ Mac យើង control O ហើយ save file to write ហើយបន្តមកគឺយើង control X file name giờយើងជិះសួរថាវាសួរថា save file under different name yes យើងវា save យើង control X បិទវិញយើង cat in យើង cat delete file empty7.txt practice nano hello ចឹងអ្វីដែលយើងបាន save ក្នុង nano អូខេហ្នឹងតើតងជាមួយនឹងការ quick editor guideline ហើយនឹង vi vm nano vm វាស្តៀងនឹង vi ដែរហ្នឹង vi មិន vm ចឹងអូខេចឹងជាមួយនឹងបន្តទៀតគឺយើងនឹងធ្វើជាមួយនឹងការ delete file directory safely ក្នុងការ delete អូខេអញ្ចឹងយើងនឹង comment មួយដែលយើងត្រូវស្គាល់ក្នុងចំណុចហ្នឹងគឺ om អូខេអញ្ចឹង om គឺ delete ឬក៏ពាក្យពេញវាគេថា remove សម្រាប់ delete file ឧទាហរណ៍ឥឡូវខ្ញុំ ls មើលសិនខ្ញុំមាន file ខ្លះខ្ញុំត្រូវ delete យើងនឹង delete file test file មួយយើង rm
នេះ comment om ហើយជាមួយនឹង test file .txt ចឹងវានឹងសួរយើងថា remove a regular file test file .txt យើង yes យើង ls យើងបាត់ file មួយបាត់ហើយគឺ test file យើងបាន delete មួយអូខេអញ្ចឹងមានវិធីមួយទៀតគឺ om-iv important តិចឬក៏ចំណុចនេះគឺវាសួរមុន delete គឺវាសួរអញ្ចឹងខ្ញុំយើង om ឡើងខ្ញុំចង់ remove file មួយទៀតយើង -iv ឡើងចង់លុប file new ទៅ .txt អូខេអញ្ចឹងនេះវានេះ file new ដូចជាមាន file new .txt ls យ៉ាងពេកខ្ញុំវាសម័យអូខេយើងជួយដល់ om-iv យើងឲ្យវាសួរដើម្បី delete តែតាមធម្មតា by default គឺវាសួរដើម្បី delete នៅ mt1 ទៅវាសួរមុននឹងចឹង delete file mt1 នេះចឹងវាសួរថា remove regular file អូខេអញ្ចឹងវានឹងប្រាប់ថាទៅយើងបើយើងដាក់ -iv នេះគឺវាប្រាប់ action យើងហ្មងទាំងសួរថា remove អត់ហើយយើងឆ្លើយហើយពេលដែលវា remove ហើយគឺវាប្រាប់បាន remove file mt1 អញ្ចឹងមានថាវាប្រាប់យើងពេលដែលវាធ្វើឲ្យមួយអញ្ចឹងដល់ពេលយើង ls មកគឺអត់មាន file mt1 ទេវាមាន mt2 instead វិញអញ្ចឹងហ្នឹងគឺ comment តួនាទីរបស់ i comment .i ហើយ v ហើយជាមួយនឹង om គឺការ remove គឺ comment យើងពីរហ្នឹងយើងចង់ឲ្យវា remove ដោយបើយើងដាក់ត្រឹមថា om ឥឡូវខ្ញុំ remove mt2 ចា empt ដែលយើង test ទី1ហ្នឹងដាក់ stage ទៅវាគាត់ទៅសួរថា delete file ហ្នឹងហ៎យើងនិយាយហើយវាប្រាប់ថាយើងវា delete success ឬក៏នៅទេយើង ls មកគឺបាត់បាត់ហើយអញ្ចឹងគឺគ្រាន់តែវាខុសគ្នាប៉ុណ្ណឹង om គឺ remove ហើយយើងបើចង់ឲ្យ secure ទេថា file ហ្នឹង delete បាន success ឬក៏អត់យើងគ្រាន់ om ឥឡូវខ្ញុំ delete file mt ឬក៏ my new file ហ្នឹងយើង -iv មកឲ្យវាប្រាប់យើងរាល់ activity វាមកទេយើង remove file yes អញ្ចឹង new file គឺត្រូវបាន remove នឹងគឺ iv ហើយនឹង om ជាមួយនឹង comment unlink old file អាហ្នឹងជាវិធីសាស្ត្រមួយសម្រាប់ single file ការលុប file ផ្ទេរយើងមកឥឡូវយើងចូល read មើលនៅក្នុង file mt3 មានអីខ្លះនៅក្នុងហ្នឹងគឺ empty file អត់មានអីទេនេះក៏ file ដែលវាមាន data cat mt5.txt នេះវាមាន hello text from mt5 ចឹងក្នុង mt5 មាន text ចឹងយើងប្រើពាក្យថា unlink ឬក៏ empt5.txt អូខ្ញុំ comment សេះខុស unlink .mt5.txt តែមកយើង cat mt5.txt read មកវិញមកវាលុប text នៅក្នុង file អញ្ចឹងយើងអាចឃើញជាក់ស្ដែងអញ្ចឹងនេះគឺវាមានយើង mt មុនដំបូងយើង read file mt.txt មកមុនដំបូងគឺយើងមាន text នេះវា is text file បន្ទាប់មកគឺបន្ទាប់ពីយើងប្រើប្រាស់នៅ unlink mt ទៅលើ text file អញ្ចឹងពេលដែលយើង read មកវិញយើង comment cat ដើម្បី read data ទៅនៃដែលមាននៅក្នុង file mt5.txt ហ្នឹងគឺវាត្រូវបាន delete អស់ហើយដោយសារយើងប្រើនៅsyntax មួយឈ្មោះថា unlink នេះបាទ comment unlink នេះអញ្ចឹងគឺយើង read មកម្ដងទៀតគឺវាថានៅក្នុងmt5.txt no such file or directory អត់មានអីអត់មានតំណែងដូចមុននេះវាត្រូវបានលុបបាត់តំណែងដែលមានអស់ហើយអញ្ចឹងអាហ្នឹងគឺជាការប្រើប្រាស់ unlink មានន័យថាវា remove រាល់តំណែងដែលមាននៅក្នុង mt5 file មួយហ្នឹងអូខេអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតដើម្បី delete នៅ mt directory ហើយមិញយើង remove នៅ file ឥឡូវយើង remove នៅ mt directory អញ្ចឹងយើងមាន directory របស់យើងនេះពណ៌ស្វាយនេះគឺមាន directory my directory ទី1ទី2ទី3ហើយនិង new folder directory អញ្ចឹងជាក់ស្ដែងបើសិនជាយើងសួរថាបងខ្ញុំប្រើ om remove my directory ខ្ញុំបានអត់ឥឡូវ new folder សារ new folder នេះខ្ញុំជា directory ដែរអញ្ចឹងខ្ញុំ move folder om remove folder អញ្ចឹងវាដាក់ថា cannot remove new folder ដោយសារតែវាជា directory អញ្ចឹងសម្រាប់ការ remove directory យើងប្រើទៅលើ command om ហើយតបមកគឺ dir ទៅលើ directory មានថា remove directory ហើយយើងដាក់ឈ្មោះមក new folder អូខេយើង ls អញ្ចឹងវាបានបាត់ជាមួយនឹង new folder មួយអញ្ចឹងមានសារតែ my directory 1 directory 2 ហើយនិង 3 ហើយនឹង file មួយទៀតដែលមានអញ្ចឹងគឺ command rm dir remove directory ឥឡូវខ្ញុំ remove ទី1មួយទៀត rm dir my directory 1 ls បាត់ directory 1 អូខេនេះគឺជាការ remove directory ឬក៏មួយទៀតក៏យើងអាចដាក់ថា shortcut ចេះក៏បាន rm-d ក៏វា remove directory ដែរឥឡូវខ្ញុំ remove directory ទី2 my directory 2 អូខេអញ្ចឹងអានេះវាសួរប្រាប់យើងអានេះវាន័យថា raw action ដែលវាធ្វើវាសួរយើងថាឥឡូវ
remove directory កុំឲ្យថាលើនេះយើងគ្រាន់ដាក់ om dir my directory 1វា remove បាត់អត់មានប្រាប់ថា remove ហើយនៅឬក៏ are you sure you want to remove it អ្នកចង់ remove នេះឯងក៏ដល់អញ្ចឹងសម្រាប់om -d នេះគឺវាប្រាប់យើងមុននឹងវា remove អញ្ចឹងយើងដាក់វាថា yes ហើយយើងដាក់ s មកវាបាត់ directory ទី2អូខេហ្នឹងក្នុងការ delete directory អញ្ចឹងចំពោះមួយទៀតគឺrecursive delete ឬក៏ om -r មានន័យថា recursive ប្រភេទ recursive delete អញ្ចឹងមានន័យថាមិនប្រភេទ recursive delete គឺវា delete ទាំង folder ទាំង content យកមកអញ្ចឹងចំពោះ content ណាឥឡូវខ្ញុំបង្កើត folder មួយដែលមាន content នៅក្នុងហ្នឹងឥឡូវខ្ញុំដាក់ vim នេះគេនេះគាត់ vim វា improve ជាង vi នេះហើយវាប្រាប់យើងថា press អី press អីលេងអញ្ចឹងយើងចុច e មកដើម្បី insert មកយើងគាត់ថា here is content from new folder អូខេយើង escape ហើយយើងចុច w save ហើយ q quick ខ្ញុំ escape ចុច clear permission hi line name ចុច w q save so file name អូយើងអត់ create file name ចឹងយើង escape យើងបង្កើតអត់បានដាក់ឈ្មោះអញ្ចឹងបាន editor វា error ហើយខ្ញុំដាក់ថាmt1 នឹង delete បានខ្ញុំបង្កើតថា mt1.tt អូខេអញ្ចឹងយើងដាក់here is content from empt1.tt1 អូខេអញ្ចឹងយើង escape ហើយយើងចុច wq អូខេអញ្ចឹងយើង cat ជាមួយ empt1.tt យើង read មកវាមាន content ហ្នឹងយើងមាន here's content from empt1 អញ្ចឹងយើងនឹងសាករបស់យើងមិញគឺ rm ហើយ remove -r ដើម្បីឲ្យវា recursive remove ទាំង folder ទាំង content អញ្ចឹង rm -r ហើយយើងដាក់ឈ្មោះ folder វិញមក emt1.tt សេថា emt1.tt អញ្ចឹងយើងប្រាប់យើងថាបើយើង remove មុនហ្នឹងយើងមានន័យថាយើង remove -iv មិញហ្នឹងគឺវា remove តែ content ឬក៏ unlink យើងប្រាប់វា unlink មិញហ្នឹងគឺ remove តែ content ទេ sorry យើង remove តែ content ទេតែ file វានៅដដែលឬ folder វានៅដដែលអញ្ចឹងបើយើងដាក់ remove mt1.tt -r នេះអញ្ចឹង content ទាំងប៉ុន្មានដែលវាមាននៅក្នុងហ្នឹងគឺវានឹង remove ទាំងអស់ហើយ remove ទាំង mt1.tt មកហើយហើយយើង ls អញ្ចឹងជាក់ស្ដែង mt1.tt វាអត់មាននៅលើហ្នឹងទេវា remove ទាំង content ទាំង file ហ្នឹងមកលុបទាំងអស់និយាយទៅអូខេបើសិនជាយើងចង់ delete ឥឡូវ MIDR 1 MIDR 2 delete ច្រើនក៏បានដែរមានន័យថាមិញយើងបង្កើត my directory 1 directory 2 និង directory 3អញ្ចឹងយើងចង់ recursive delete វាវិញក៏បានយើងគ្រាន់តែ rm ឥឡូវខ្ញុំបង្កើតថ្មីព្រោះថាឥឡូវខ្ញុំលុបអស់សល់តែ my directory 3មួយទេចុះឥឡូវដាក់ 315 ឬក៏ខ្ញុំបង្កើតតែ2ទៀតទៅយើងអាច create directory ទី2ទី3មួយទៀតចឹង mkdir ដាក់ my directory នេះយើងមាន3ហើយយើងដាក់ 4.5 ចឹងយើង ls យើងមាន 345 អូខេយើងមាន directory 3តទៀតហើយ345អញ្ចឹងចង់ remove ម្ដងទាំង3ហ្នឹងបណ្ដោយ create 1 2 3ហើយយើងចាប់តាម remove ទាំង3ហ្នឹងយើងដាក់ om យើងប្រើ recursive remove ដើម្បីវា loop ស្រួលក្នុងការ remove វាព្រោះមិនអញ្ចឹងទេមិនក៏បានដែរយើងអាចទៅចឹង om dashហើយ my directory ទី3ចុចដល់ទី5អូខេ remove យើងបើជា recursive ហើយយើងហៅឈ្មោះdirectory ហ្នឹងមកហើយពី1ឬក៏ពី3ដល់5ហ្នឹងទៅថា sure you want to delete ទី3 yeah ទី4 yeah ទី5 yeah តែមកយើង ls គឺ my directory 345គឺបានបាត់ទៅហើយអញ្ចឹង delete ហ្នឹងយើងអាចនិយាយបានថាវា permanent វាមាន recycle bin អីទេ Windows ទេអញ្ចឹងដើម្បីឲ្យវាសួរពេលដែលយើង delete យើងប្រើប្រាស់នៅ -i comment មួយនេះឧទាហរណ៍ខ្ញុំចង់ load rmmt3 អញ្ចឹងយើង -i មកrm-i mt3.t mt3 ហ្នឹងដាក់មក extension មកឲ្យនោះអញ្ចឹង mt3 នេះគាត់មានអញ្ចឹង mt3.txt អូខេ
you want to remove it yes អូខេចឹង ls mt3 គឺអត់មានទេសល់ mt7 អូខេយើង remove ទៀតមកដោយសារនៅវាខូច tension តែតែស្បាយណា om -e em t t y 7 ដាក់ state ទេហើយទៅក្រោយដូចជាមានលេខ7ដែរអញ្ចឹងដូចជាមានលេខ y សល់ y ធំជាងមួយទៀតនឹងចោល yes ls ខ្ញុំអត់មានទេគេចឹងមានសល់ប្រហែល file ហ្នឹងអូខេអញ្ចឹងគឺហ្នឹងហើយមួយទៀតគឺវាឥឡូវទៅជាមួយនឹងការ remove ហើយឥឡូវយើងនឹងចាប់ដើមចូលទៅដល់ការ copy ឬក៏ move ឬក៏ rename file folder អញ្ចឹងយើងនឹងបង្ហាញពី cp គឺជាប្រភេទ copy command cp នេះគឺនិយាយវិញគឺ copy ហើយជាមួយនឹងគេច្រឡំ cd cp នេះខ្ញុំច្រឡំ cd អញ្ចឹង cp នេះគឺ copy ហើយ mv នេះគឺ move ឬក៏ rename វា same command ទេអញ្ចឹងក្នុងការ copy យើងឥឡូវយើង copy ទៅកាន់ folder មួយអញ្ចឹងខ្ញុំ cp copy file ណា file ឥឡូវយើង create file មួយយើងនេះទៅខ្ញុំយើងអាចសរសេរបានថា cat ទៅមុខចេះមកហើយដាក់ថា file.txt គឺក្នុងនោះយើងដាក់ថា hello linux យើង rd យើង cat មើលទៅនៃក្នុង file យើងមាន hello linux អញ្ចឹងយើងនឹង copy file.txt ហ្នឹងទៅដាក់នៅក្នុង backup ដាក់នៅណា cp file cp ហ្នឹងឈ្មោះ file មានន័យថាយើង copy file មួយហ្នឹងយើងចង់ដាក់វានៅណាឥឡូវខ្ញុំដាក់នៅយើង slash មួយមកនៅក្នុង backup ហើយជិះខ្ញុំមើល list directory របស់ខ្ញុំសិន ls យើងមានក្នុងនេះអញ្ចឹងខ្ញុំនឹងដាក់នៅក្នុងslash backup ដាក់ក្នុង backup មកអូខេអញ្ចឹង hello linux យើងប្រាប់ហើយ comment មកយើងអានេះ cat ដែរខ្ញុំ cp សេ comment អស់ file.txt dash backup អញ្ចឹងវាមាន folder backup ទេអញ្ចឹងយើង create folder make dir ដាក់ folder មកឈ្មោះពាក្យថា backup អញ្ចឹងយើង cp file.txt ដាក់ទៅកាន់ backup យើង ls យើងមាន folder មួយឈ្មោះថា backup ហើយអា file របស់យើងមុនដំបូងហ្នឹងគឺយើង cp វាទៅដាក់ក្នុង backup ឬក៏មួយទៀត cp file.txt ដល់ទៅកាន់ backup slash .txt អានេះមានន័យថាយើងនឹងដូរ command នេះគឺយើង change ពី main ពី file.txt ទៅកាន់ new name អូខេអញ្ចឹងយើង ls អញ្ចឹងវានឹងឃើញ new name នៅក្នុង file នេះយើងnavigate មក backup cd ទៅទីមក home អញ្ចឹង cd នេះមកកាន់ home ហើយមកចតា admin cd ទៅកាន់ backup យើងចូលមកដល់ backup យើង ls មើលអញ្ចឹងវាមានពាក្យថា file text មួយហើយនឹង new name.text មួយ copy បូកជាមួយនឹង rename ឥឡូវខ្ញុំចង់ copy mt7 នេះឥឡូវ mt7 មានអីឥឡូវនៅក្នុង ls នៅក្នុង backup យើងចូលមក folder backup គឺវាមានតែពីរ file នេះទេមាន file.txt ហើយនិង new name.txt ឥឡូវនៅក្នុង mt7 វានៅក្នុងចតា admin folder file directory អញ្ចឹងឥឡូវយើង cat mt7 មើលមានតំណែងក្នុងហ្នឹងអូយើង back មកវិញមួយ cd ទៅមកចតា admin ហើយយើងមក check មើលវាមាន practice nano hello អញ្ចឹងនៅក្នុង file mt7 ដែលខ្ញុំ stand នៅលើ directory ចតារបស់ខ្ញុំអញ្ចឹងនៅក្នុង directory ចតាដើម្បីយល់ពី directory ឥឡូវយើងមើលនៅក្នុង directory ចតាអញ្ចឹងយើងដាក់ ls មកវាមាន backup មួយជា folder ជា file មួយ file backup មួយអញ្ចឹងយើងអាច cd ទៅកាន់ backup ទៅមុខជុំមានថាយើងកំពុងចូល backup យើងអាចមើល file ក្នុង backup ហ្នឹងវាមានក្នុង folder backup ហ្នឹងមាន file ខ្លះអញ្ចឹងបន្ទាប់ពីខ្ញុំចង់ copy mt7 ពីក្នុង file ចតា admin ហ្នឹងយកមកដាក់នៅក្នុង backup ហើយដល់ខ្ញុំឆេងឈ្មោះពី mt7 ហ្នឹងតែអីផ្សេងទៅអញ្ចឹងទីមួយគឺខ្ញុំ copy ឥឡូវខ្ញុំ stand នៅលើចតា admin អញ្ចឹងខ្ញុំអាច read ទៅលើ file mt7.txt នេះបានហើយគឺវាមានឈ្មោះថា practice nano ហើយចំពោះនៅក្នុងនេះរបស់យើងមិញគឺវាអត់មានពាក្យថា file mt7 ហ្នឹងទេអញ្ចឹងយើង copy វាយើងប្រើ cp mt7.txt
យើងយកវាដាក់នៅក្នុង backup ហើយនឹង rename ឈ្មោះវាទៅកាន់new backup file .tt យើងនឹងដាក់ឈ្មោះវាទៅកាន់ថា new backup file .tt អូខេចឹងបន្តមកយើងcd ទៅកាន់ backup file ហើយយើង ls មើលចឹងយើងមានបានឈ្មោះ file ថ្មីគឺ new backup file .tt ចឹងយើងចង់ដឹងយើង read មើលថា new backup file .tt មាន content ដូច mt7 នេះយើង cat new backup file .tt ចឹងវាមាន content តែមួយចឹងមានន័យថា file តែមួយតែគ្រាន់តែ copy មកដាក់កន្លែងថ្មីហើយដូរឈ្មោះវាអូខេចឹងគឺនឹងការប្រើ file copy ហើយ rename បូកជាមួយនឹង rename ចឹងមួយទៀតយើងនឹង copy ហើយឲ្យវាសួរអានេះវាន័យថា action វាធ្វើឲ្យមានសួរអីយើង copy ហើយ rename គឺវាទៅបាត់អត់ដឹងថាជោគជ័យយើងគាត់ដាក់នៅ command លេខមុនមកគឺ iv ឥឡូវបើខ្ញុំចង់ cp ខ្ញុំ copy អា file ណា file new backup ហ្នឹងទៅវិញខ្ញុំ copy file new backup ពី backup folder នេះទៅកាន់ចិត្តតា folder នេះវិញចិត្តតា file directory នេះវិញចឹងខ្ញុំ copy វា directory នេះទៅ directory នេះអូខេចឹងខ្ញុំ cp copy new backup file .tt យើងគួរតែដាក់នៅ iv ដើម្បីវាសួរមុននឹងយើងធ្វើមួយចឹងយើងប្រើ iv ឲ្យវាសួរចឹងយើងនឹង copy នៅ new file text ដាក់នៅក្នុងចិត្តតា /min copy ដាក់នៅក្នុងហ្នឹងហើយនឹងដាក់ឈ្មោះវាថាnew backup file ហើយចឹងនៅក្នុងចិត្តតា admin នេះអត់មានពាក្យថា backup file ទេដាក់ពាក្យថាnano file ឬក៏គេ practice nano .txt អូខេចឹង cannot create a lecturer practice.nano .txt ចឹងនេះខ្ញុំ comment cp copy new file .txt ហើយខ្ញុំទៅដាក់នៅក្នុងចត្រាប្រាប់ក្នុងចត្រា admin ហើយខ្ញុំដាក់ឈ្មោះ file ថ្មី practice.nano .txt គេមិនចឹងទេយើងដាក់ command cp-iv copy ពីនេះទៅក្នុងវិញnew backup file .txt mission destination ចឹងអត់មាន destination យើងបានដាក់ destination វាដាក់ក្នុងណាដាក់នៅក្នុងchetra-admin ចឹងបើអត់មាន admin ទេយើង make directory ថ្មីខ្ញុំ dir នៅក្នុង backup ហ្នឹងមកដាក់ថា directory 2 ls មើលមាន directory 2យើង cp iv នេះ copy ទៅគាត់ចឹងខ្ញុំដាក់ copy ទៅមុខ backup file .txt ទៅកាន់ dir 2អូខេអញ្ចឹងវា copy វានឹងប្រាប់យើងដាក់ iv នេះចឹងវានឹងប្រាប់ថាឥឡូវវាបាន copy file backup.txt នេះទៅកាន់ directory ទី2ហើយឈ្មោះនៅដដែលភាសាយើងបាន rename ឈ្មោះវាទេហើយយើង cd ទៅកាន់ dir 2ហើយយើង ls មកគឺវាមានឈ្មោះ file មកមួយអូខេចឹងយើង cd back យើង cd មកកាន់Tra admin វិញមកអូអត់មានតែមកទេចឹងយើង cd ថយក្រោយមកកាន់ home cd ទៅចុចមក parent នេះ parent របស់វា cd មក home cd ទៅ chetra-admin អូខេមក chetra-admin អូខេចឹង iv គឺគ្រាន់តែសួរហើយ copy recursive យើងគឺ /r ទៅកាន់ backup ឥឡូវខ្ញុំ copy ខ្ញុំសេះក្នុងនេះវាមាននៅខ្លះវាមាននៅក្នុង folder backup ហើយ cat តែវាមាន mt7 អញ្ចឹងយើង copy directory recursive មានន័យថា copy ទៅទាំងអស់ recursive យើង /r មកយើង cp ហើយ -r ហើយដាក់នឹងឈ្មោះdirectory របស់យើងគឺbackup អញ្ចឹងមានន័យថាឥឡូវយើងធ្វើយើងបង្កើត folder មួយទៀតហើយយើង copy មក folder backup ហ្នឹងទៅដាក់នៅក្នុង folder មួយទៀតអូខេអញ្ចឹងអានេះគឺយើង copy directory ម្ដងយើងអត់ copy file ទេអញ្ចឹងឥឡូវនៅក្នុង admin យើងបង្កើត folder backup មួយឥឡូវយើងមាន folder យើងនឹងបង្កើត folder 1ចា make directory mkdir make directory folder 1ចឹងយើង ls មកចឹងយើងមាន folder backup ហើយនិង folder 1ចឹងយើងនឹង copy
folder backup ទៅកាន់ដាក់ folder មួយទៅកាន់ folder backup មិនត្រូវដល់ដោយសារតែ folder មួយយើងអត់មានអីទេយើងសាក cd ទៅកាន់ folder មួយហើយយើង ls មើលគឺអត់មាន file អត់មានអីទេក្នុងនេះអូខេយើង cd ចុចមួយនេះគឺយើង back មកចត្រាវិញយើងនឹង copy file មួយចំនួនចូលទៅក្នុង folder មួយហើយបន្ទាប់មកយើង copy ទាំង folder មួយដែលមាន content នៅក្នុងហ្នឹងយកមកដាក់ក្នុង backup ដោយសារយើងប្រើ recursive កាលនេះអញ្ចឹងណាព្រោះថាបើយើង copy ប្រើ command copy ធម្មតាប្រើ recursive ទេអញ្ចឹងវា copy ទៅ folder មកទេអា content នៅក្នុងហ្នឹងវា copy មកទេអញ្ចឹងយើងអាចមកចាក់ស្ដែងអញ្ចឹងចំពោះ folder មួយខ្ញុំ copy mt7 ហើយខ្ញុំ copy hello world ហើយនឹង my new file នេះចូលទៅក្នុង folder មួយសិនហើយយើង cp hello world.txt ទៅកាន់ folder មួយហើយយើងមិនដាក់នេះទេទុកឈ្មោះវាទៅណាហើយអានេះវាប្រាប់យើងថា copy ហើយទៀតហើយ my new ហើយយើងដាក់ iv ដើម្បីដឹងថាវា copy បាន my new file.txt ទៅកាន់ folder មួយអូខេនេះវាបានប្រាប់យើងថា my new file ទៅកាន់ folder មួយហើយយើង cd មកកាន់ folder មួយយើង ls មើលចឹងវាមាន2គឺ hello world ហើយនឹង my new folder file ព្រោះថាបើយើង copy ទៅ folder អត់ប្រើ recursive តើវាទៅទាំង content អត់អូខេឥឡូវចឹងយើងសាកទាំងអស់គ្នាឥឡូវយើងមកចត្រាវិញហើយយើង copy ទៅ folder ឥឡូវដាក់ recursive យើង cp dash ដាក់ថាយើង copy folder 1យ៉ាមិនត្រូវដាក់ recursive ទេឥឡូវយើងយក cd folder 1ទៅកាន់ backup អូខេឥឡូវយើងនឹង copy folder 1ទៅកាន់ backup ធ្វើអញ្ចឹងវាទៅ folder 1អូខេយើង cd folder 1ទៅកាន់ backup directory folder 1អញ្ចឹងវា that's all not specify omitting directory folder 1អញ្ចឹងមានថានៅក្នុង folder 1វាមាន2 file នៅក្នុងហ្នឹងយើង cd យើង ls ក្នុង folder 1ហ្នឹងអញ្ចឹងវាមាន2 content អញ្ចឹងវាអត់ empty ទេបើ empty យើង copy មកបានឥឡូវយើងបង្កើត folder 2ហើយយើង copy យើងដាក់ make directory 2អញ្ចឹងពេលដែលខ្ញុំ ls មកវាមាន folder 1 folder 2អញ្ចឹង folder 1វាមាន content ឬក៏មាន file ផ្សេងៗក្នុងហ្នឹង folder 2ក៏វា empty យើងទៅបង្កើតមិនទេអញ្ចឹងយើងនឹង copy cp folder 2ដាក់នៅក្នុង backup អូខេអញ្ចឹង cp folder 2ដាក់នៅក្នុង backup copy directory folder វាអត់ទៅទេដល់តែយើង dash r អញ្ចឹងយើង cp folder 2ឬក៏ dash r folder 2ដាក់ទៅក្នុង backup អូខេអញ្ចឹងយើង cd ទៅ backup ls វាមាន directory 2ហើយនិង folder 2មានមកឃើញទេអញ្ចឹងដល់តែយើង copy folder ដល់យើងប្រើ recursive យើង cd បកហើយវិញយើង cp folder 1ទៅកាន់ backup ដែរអូយើង play command off dash r ហើយយើង ls មកវាមានយើង cd ទៅ backup ចាំយើង ls ហើយយើង ls នៅក្នុង backup ចឹងវាមាន directory 2មាន file មាន folder 1 folder 2អូខេអញ្ចឹងយើងបាន copy folder 1មកដាក់នៅក្នុង backup បានដែរអញ្ចឹងយើងនឹងការបង្កើត folder ហើយនេះវាចូលនៅ current មកយើងនេះអញ្ចឹងចាំដឹងខាងយើងនៅណាយើង pwd អញ្ចឹងយើងនៅក្នុងនេះគឺ home ហើយបន្ទាប់មកយើងនៅក្នុងចត្រា directory ហើយនៅក្នុង backup file នេះយើងចាំ comment ថយក្រោយវិញ cd ដក1មកគឺវាមកវាសោះចត្រា cd ដក1ទៀតមក home អញ្ចឹងខ្ញុំ work យកនៅចត្រានេះកន្លែងតែមួយនេះជា user តែខ្ញុំ login នេះខ្ញុំ connect ជា privilege admin root មានខ្ញុំអាចធ្វើអ្វីបាននៅក្នុងហ្នឹងបានច្រើនអញ្ចឹងយើង cd មកយើង ls មើលឬ ls-al show all log detail file អស់វាមាន folder អីមកញ៉ៃយើង clear បាទអូខេអញ្ចឹងអានេះគឺជាការ copy directory គឺយើងប្រើ recursively dash r ក្នុងការ copy យើង cp copy dash r ហើយឈ្មោះ directory ដែរបើយើងចង់ដាក់ directory ដាក់ folder មួយហ្នឹងនៅក្នុង directory មួយណាយើងដាក់ក្នុងដាក់ folder 1នៅក្នុង directory backup អញ្ចឹងតែនេះគឺជា command អូខេអញ្ចឹងចំពោះមួយទៀតគឺ mv ឬក៏យើងនិយាយបានថា move អញ្ចឹងយើងនឹង move លើកនេះអត់ copy ទេវា move ហ្មងឥឡូវយើង ls មើលនៅក្នុងចត្រាវាមាន backup វាមាន folder 1 folder 2ឥឡូវខ្ញុំ mk យ៉ាវាដាក់ឈ្មោះ mkdir folder 3 34បាត់ទៅហើយអត់ rm remove dash r folder 34ចោល yes ls ខ្ញុំ mkdir folder 3បាន ls ចឹងវាមាន folder 3ចឹងខ្ញុំនឹង move folder 3ដាក់ក្នុង backup ដែលខ្ញុំអត់ចង់ឲ្យមាន folder 3នៅក្នុងចត្រា admin ទេខ្ញុំចង់ move វាទាំងអស់ហ្មងយើងមិន copy ទេនេះគឺយើង move យកមក
ចឹងយើងនឹងប្រើ MV ដែល comment សម្រាប់ move ហើយយើងដាក់ folder 3អានេះគឺបើយើង MV ចេះ move នេះយើងដាក់ folder 3 MV dash all មួយទៅព្រោះថា folder វាជា application 3ទៅកាន់ backup ហ្នឹងដែរយើងប្រើ MV folder 3និង backup អូខេចឹងយើង LS ថ្មីមកអត់មាន folder 3ទេចឹងយើងបាន move folder 3ទៅក្នុង folder backup បាត់ហើយអូខេយើងទៅ CD ទៅ backup ហើយយើង LS មកវាឃើញ folder 3នៅហ្នឹងអូខេយើង CD back ថយមកវិញយើង LS មកយ៉ាបាត់ folder 3ចឹងចំពោះ rename ក៏យើងប្រើ MV ដែរឧទាហរណ៍ថានេះវាមាន file ដែលខ្ញុំចង់ rename មាន new ជាគេ new ជា file អត់មានទេបងប្រហែលជា new ជា folder ចឹង remove ចោល OM new យ៉ា LS អត់មាន new ទេឥឡូវខ្ញុំចង់ change name file MT7 MT7 ហ្នឹងខ្ញុំនឹង change ខ្ញុំប្រើ MV ដូចនេះដែរខ្ញុំដាក់ MT7.tt យើងនឹង rename វាទៅ new file មានហើយដាក់ទៅ test file test នៅក្នុងនេះមានទេ LS មានទេជាងដាក់ test new file .tt ហើយយើង LS ថ្មីមកចឹងវាមានពាក្យ MT7 ទេវាមានតែពាក្យថា test new file ខាងក្រោយនេះឃើញបាត់ឈ្មោះ MT7 បាត់ទេមានតែ test new file ហ្នឹងគឺ MV គឺ change name rename ដូចគ្នាចឹង copy ដែលយើង review ឡើងវិញ copy ជាមួយនឹង CP comment CP ហើយយើង move ឬក៏ rename ជាមួយនឹង MV ហើយ example CP my file name ខ្ញុំធ្វើមុនហ្នឹងយើង change ហ្នឹងទៅអូខេចំពោះ Linux link ឬក៏ប្រភេទ hard បូកជាមួយនឹង soft link hard link និង soft link ជា symbolic យើងនឹងអញ្ចឹងនៅក្នុង file ទាំងអស់វាអាចនិយាយបានថាវា store តាមរយៈគេ inode ព្រោះថាវា web browser អញ្ចឹងវាមិនទៅយើងមានច្រើន website នៅលើហ្នឹងអញ្ចឹងមិនបាន browser ពេលតែ search ទៅគឺវា show website វាបើក website យើងលឿនដែលតាក់ទង content ឧទាហរណ៍ថាយើង search តាក់ទងមួយ programming language ណាមួយអញ្ចឹងវា provide មកតែ programming ហ្នឹងឯងអញ្ចឹងវា show នៅ inode របស់វាមានន័យថា index របស់វាគេថា index node មានន័យថាឧទាហរណ៍ថាវា store វា store ទាំងអស់the whole របស់ website មួយទេវា store index node ឧទាហរណ៍ថា website ហ្នឹងមាន100ឬក៏1លាន website ឥឡូវនឹងតែ 50,000 website ទៅស្អីតែតាក់ទងជាមួយ program ហ្នឹងទៅយើងចង់ស្អីហ្នឹងអញ្ចឹង index node របស់វានឹងលេខសម្គាល់ឬក៏មក range of index node ប៉ុណ្ណឹងសម្រាប់ program អញ្ចឹងពេលដែលយើង search មកគឺវាទាញមកតាក់ទងនឹង relative ហ្នឹងអញ្ចឹងវាហៅតាមរយៈ index node ហ្នឹងគឺមកទៅបានលឿនគេអត់ទៅ store នេះទាំងអស់ទេតែតាមរយៈ index node ហ្នឹងគឺវា store ទាំងអស់ index node មួយមានថា unique code របស់វា unique ID របស់វាគឺប្រភេទ inode ហ្នឹងឧទាហរណ៍ថា table size ឬក៏ owner permission នេះវានឹង show មកតាមរយៈពេលដែលយើងចង់ check inode ហ្នឹងអញ្ចឹងឥឡូវយើងនឹង create នៅ file មួយនេះយើង echo hello យើងដាក់ថា original.txt អូខេយើង ls យើងមានពាក្យថា original.txt យើង cat original.txt មានពាក្យថា hello អញ្ចឹងនេះគឺជាវិធីសាស្ត្រមួយទៀតដែរខ្ញុំ save file ដែរយើង echo យើង print សរសេរពាក្យថា hello ហើយយើងដាក់ថា hello នៅក្នុង original.txt អញ្ចឹងពេលយើង read មកវិញមកគឺ hello អូខេពេលមកយើង ls យើងចង់សូ inode របស់ file original.txt ហ្នឹងគឺយើងដាក់ពាក្យថា ls ហើយ -ai ali show index node អញ្ចឹងនេះគឺ index node របស់វានេះលេខ131 128 144អញ្ចឹង raw file នៅក្នុង Linux គឺវា store ជា index node ឬក៏អាចថា inode number យើងវា show នៅ inode number អញ្ចឹង hard link របស់យើងគឺ ln យើងអាចមើលអូខេចឹងវានឹង show same inode.txt យើងអាចដាក់ln original.txt ឬក៏ link.txt អូខេវាមាន original មាន hard link.txt ហើយយើង ls dash li មានន័យថា same node អូខេ original.txt របស់យើងនេះគឺវាមាន2រូប index node របស់វាលេខ150អូខេ
យើងតាក់ទងជាមួយនឹងអញ្ចឹង every file នៅក្នុង every file នៅក្នុង Linux គឺវាមានជាមួយនឹង inode វាបើយើងឧទាហរណ៍ទៅដូចជា ID card អញ្ចឹងសម្រាប់ show វា command ខាងលើហ្នឹងគឺយើងប្រើ ls ជាមួយនឹង ali clear ls -ali នេះគឺ show ឲ្យឃើញពីមុខនេះលេខ130ហ្នឹងគឺជាលេខសម្គាល់ folder ឬក៏សម្គាល់ file មួយរបស់file របស់នៅក្នុង Linux អញ្ចឹងណាអញ្ចឹងចំពោះ hard link គឺ ln file ហើយ link name mirror copy បើយើងនិយាយទៅវា same inode ដែរអញ្ចឹង hard link របស់វាគឺ ln file dx មាន show អូខេអញ្ចឹងចាំ video បន្តគឺខ្ញុំនឹង detail បន្ថែមទៀតតាក់ទងជាមួយនឹង hard link ឬក៏ soft link ឥឡូវយើងសូមសម្រាប់នេះសិនវីដេអូមានគូសពហើយ